បានបងធំខ្លាឃ្មុំតកស្ដាច់នុយក្លេអ៊ែរលេខ1លើពិភពលោកប្រកាសនៅឈរគៀកស្មើនឹងគុយបានៅពេលនេះគុយបាបានប្រកាសថាខ្លួនត្រៀមខ្លួនតតាំងជាមួយនឹងអាមេរិកខណៈពេលលោកត្រាំបង្ហើបពីការប្រើវិធានការក្តៅស្ថានភាពនយោបាយរវាងសហរដ្ឋអាមេរិកនិងគុយបាកំពុងតែឡើងកម្ដៅយ៉ាងខ្លាំងបន្ទាប់ពីលោកប្រធានាធិបតីអាមេរិកDonald Trump បានផ្ញើសារព្រមានចំថាលោកមានសិទ្ធិចាត់វិធានការគ្រប់បែបយ៉ាងទៅលើប្រទេសដែនកោះមួយនេះហើយសកម្មភាពបន្តណាមួយអាចនឹងកើតមានឡើងនៅក្នុងពេលឆាប់នេះនេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន PBS ដែលបានចុះផ្សាយនៅថ្ងៃទី18ខែមីនាឆ្នាំ2026នេះការប្រកាសនេះបានធ្វើឲ្យលោក Miguel Diaz-Canel ប្រធានាធិបតីគុយបាចេញមុខឆ្លើយតបយ៉ាងដាច់អហង្ការតាមរយៈបណ្ដាញសង្គម X ថារាល់ការឈ្លានពានឬការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលគុយបានឹងត្រូវជួបជាមួយនឹងការតស៊ូដ៏រឹងមាំបំផុតដែលមិនអាចបំបែកបានភាពតានតឹងកាន់តែរីករាលដាលខ្លាំងនៅពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានទាមទារឲ្យគុយបាផ្លាស់ប្ដូររបបសេដ្ឋកិច្ចសង្គមនិយមរបស់ខ្លួនជាបន្ទាន់បើមិនចង់ឲ្យទណ្ឌកម្មសេដ្ឋកិច្ចកាន់តែដុនដាបជាងនេះប្រភពផ្ទៃក្នុងមួយចំនួនបានបង្ហើបថាគោលដៅចម្បងរបស់រដ្ឋបាលលោកត្រាំគឺចង់ឲ្យលោក Diaz-Canel ចុះចេញពីតំណែងតែម្ដងដែលយុទ្ធសាស្ត្រនេះហាក់បីដូចជាការបន្តសម្ពាធដោយដែលអាមេរិកធ្លាប់ធ្វើនៅវេណេស៊ុយអេឡានិងអ៊ីរ៉ង់នាពេលកន្លងមកដែរទន្ទឹមនឹងសម្ពាធនយោបាយដ៏ធ្ងន់ធ្ងរនេះប្រជាជនគុយបាកំពុងតែរស់នៅក្នុងស្ថានភាពដ៏លំបាកដោយសារតែការដាច់ចរន្តអគ្គិសនីស្ទើរតែទូទាំងប្រទេសនិងការខ្វះខាតប្រេងឥន្ធនៈយ៉ាងខ្លាំងតែទោះជាយ៉ាងណាក៏ដោយស្ថិតនៅក្នុងភាពខ្មៅងងឹតនេះក៏មានពន្លឺសប្បុរសធម៌បានលេចឡើងផងដែរដោយក្រុមសកម្មជនអន្តរជាតិទើបតែបញ្ជូនបរិក្ខារពេទ្យនិងផ្ទាំងសូឡាចំនួន5តោនទៅកាន់មន្ទីរពេទ្យនានានៅឯគុយបាលោក Rigoberto Zara តំណាងវិទ្យាស្ថានមិត្តភាពគុយបាបានសង្កត់ធ្ងន់ថាជំនួយទាំងនេះមិនត្រឹមតែជាសម្ភារៈប្រើប្រាស់ប៉ុណ្ណោះទេប៉ុន្តែគឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់គុយបាក្នុងកំឡុងពេលដែលប្រទេសនេះកំពុងត្រូវបានគេហុំព័ទ្ធស្ទើរតែគ្រប់ច្រកល្ហកបែបនេះ